បាទជំរាបសួរលោកគ្រូបាទនេះគឺជា link សម្រាប់ធ្វើសភៅសិក្ខាចរិតធ្វើប្រតិបត្តិបន្ទុកសិស្សហើយនឹងតារាងសាច់ចុងឆ្នាំបាទចឹងសូមលោកគ្រូចុចបើកទៅលើ link កិច្ចការហ្នឹងបាទបន្ទាប់មកសូមចុចទៅលើពាក្យថា make a copy បន្ទាប់ពីចុច make a copy ហើយសូមលោកគ្រូទាំងអស់អានទៅលើកំណត់សម្គាល់ដែលមាននៅក្នុង sheet សម្គាល់នេះបាទបន្តមកទៀតសូមចូលមកកាន់ទំព័រដើមបាទនៅក្នុងទំព័រដើមនេះទី1លោកគ្រូត្រូវតែបដូរខេត្តបាទអញ្ចឹងដើម្បីបដូរឈ្មោះខេត្តនេះបានបាទសូមចុចទៅលើឈ្មោះខេត្តទាំង2ដងឬក៏ double click បាទចុច2ដងជាប់គ្នាមកបាទហើយជ្រើសរើសឈ្មោះខេត្តបាទបន្តមកឈ្មោះសាលាឈ្មោះសាលាចុចបាទ double click លើ2ដងដែរបាទហើយបើអត់ចេញទេលោកគ្រូចុចកន្លែងផ្សេងម្ដងទៅហើយចាំចុចម្ដងទៀតបាទចុចម្ដងទៀតមកគឺមែនហើយបាទអញ្ចឹងលោកគ្រូជ្រើសឈ្មោះសាលារបស់លោកគ្រូមកហើយចំពោះឋានៈក៏ចឹងដែរបាទឋានៈសូមលោកគ្រូធ្វើការជ្រើសរើសបាទចំពោះឋានៈបាទសូមចុចកន្លែងសញ្ញាព្រួញចុះក្រោមនេះបន្តមកធ្វើការជ្រើសរើសទៅលើឋានៈបាទអញ្ចឹងពេលដែលលោកគ្រូរើសថ្នាក់ណាមួយឈ្មោះគ្រូទទួលទុកថ្នាក់នេះនឹងលោតមកដោយស្វ័យប្រវត្តិបាទអញ្ចឹងខ្ញុំសូមចូលទៅស៊ីតបន្តទៀតបាទនេះគឺជាស៊ីតសម្រាប់ធ្វើប្រតិបត្តិបន្ទុកសិស្សអញ្ចឹងគ្រូជ្រើសរើសថ្នាក់បាទជ្រើសរើសថ្នាក់ហើយជ្រើសរើសឈ្មោះសិស្សដែលលោកគ្រូចង់ធ្វើប្រតិបត្តិបន្ទុកឲ្យគាត់បាទអញ្ចឹងចំពោះលទ្ធផលលោកគ្រូអាចជ្រើសរើសបាទតាមខែតាមត្រីមាសនិងតាមឆមាសបានបាទអញ្ចឹងលោកគ្រូចង់ធ្វើនៅខែណាបាទចុចជ្រើសរើសខែហ្នឹងមកហើយករណីដែលលោកគ្រូចង់ print បាទសូមចុច control អក្សរ P បាទបន្ទាប់មកចុចទៅលើពាក្យ next ហើយកន្លែងតនេះគឺលោកគ្រូអាចជ្រើសរើសម៉ាស៊ីន print ហើយបើអត់មានម៉ាស៊ីន print ភ្ជាប់ទេអាច save វាជា PDF សិនក៏បានដែរបាទសិន save ទៅ PDF សូមចុចកន្លែង save PDF រួចហើយចុចទៅលើពាក្យ save បដូរឈ្មោះ file name មកវានេះហើយនឹងជ្រើសរើសទីតាំង save បាទបាទអញ្ចឹងខ្ញុំសូមបន្តទៀតមកដល់ sheet មួយទៀតគឺសៀវភៅសិក្ខាការិកបាទចឹងកន្លែងសៀវភៅសិក្ខាការិកនេះចឹងដែរគ្រូចង់ធ្វើសិស្សមួយណាបាទសូមចុចជ្រើសរើសឈ្មោះសិស្សមកបាទលទ្ធផលរបស់គាត់នឹងចេញមកហើយបើលោកគ្រូចង់ print ចេញបាទធ្វើដូចគ្នាចឹងដែរចុច control អក្សរ P ចុច next បាទហើយជ្រើសរើសឈ្មោះម៉ាស៊ីន print បន្ទាប់មកចុចទៅលើពាក្យថា print ហើយបើអត់ print ទេបាទគឺចុច save as PDF នេះមកបាទ save as PDF នេះមករួចហើយ save បាទបន្តមកទៀតតារាងចុងក្រោយគឺជាតារាងសាច់ចុងឆ្នាំបាទតារាងសាច់ចុងឆ្នាំនេះគឺគ្រូអាចជ្រើសរើសថ្នាក់បាទកម្រិតថ្នាក់បានបាទដូចអនុវិទ្យាល័យមានថ្នាក់ទី7ទី8ទី9អញ្ចឹងគ្រូជ្រើសរើសមកហើយបើសាលាមាន2ថ្នាក់គឺកន្លែងទៅនេះលោតលេខ2បើមាន3ថ្នាក់គឺលោតចំនួន3ថ្នាក់បាទបន្ទាប់មកគ្រូចង់ print ដូចជាប្រតិបត្តិបន្ទុកហើយនឹងសៀវភៅសិក្ខាការិកដែរបាទចុច control អក្សរ P ហើយចុច next បន្ទាប់មកចុចទៅលើពាក្យថា save as នេះទៅហើយ save វិញបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងបាទ